Sakjamani. अति शुभ समाचार है। सूदत मन के बहुत पक्के जो उन्होंने ठान लिया वो अवश्य किया होगा। सुदत बड़े लजीले हैं। वे स्वयं कुछ नहीं कहेंगे, लेकिन मैं पूरी घटनाक्रम बताऊंगा। ព្រះអង្គនិងខ្ញុំកណាបានឆ្លងកាត់ព្រៃចេញពុននៅឯទីក្រុងសាវត្តីគឺជាកន្លែងល្អមួយសម្រាប់ធ្វើសំណាក់ព្រះធម៌ប៉ុន្តែមហារាជនគរកសលប្រាសាទណាជាតិបានប្រទានព្រៃនោះឲ្យហើយធ្វើការជំទាស់ដើម្បីលក់ព្រៃនោះប្រាសាទណាជាតិខឹងយ៉ាងខ្លាំងប្រឆាំងជាមួយព្រះអង្គក្នុងពេលឆាប់នេះស៊ូដុកគិតថាប្រាសាទណាជាតិលក់ព្រៃនោះហើយព្រោះទ្រង់ប្រកាសថាស៊ូដុកលោកមិនបានកាយទេលោកដឹងនៅអ្វីដែលលោកកំពុងស្នើសុំទេក្រាបទូលមហារាជទូលបង្គំគិតថាកន្លែងនេះវាល្អខ្លាំងណាស់សម្រាប់ធ្វើពុទ្ធដ្ឋានដើម្បីសម្ដែងធម៌ទេសនាពុទ្ធដ្ឋានដែរយើងមិនឲ្យស៊ីថាត់នៅក្នុងព្រៃនេះជាដាច់ខាតយើងកំពុងតែចងកំហឹងប្រឆាំងជាមួយនឹងបុគ្គលម្នាក់នេះសូមព្រះរាជទានទូលក្រាបទូលពេលនេះព្រះអង្គមិនមែនជាស៊ីថាត់ទៀតទេពេលនេះព្រះអង្គខ្លាចទៅជាព្រះពុទ្ធហើយព្រះអង្គកំពុងតែស្វែងរកផ្លូវធម៌និងភាពស្ងប់ហើយក្រាបទូលទោះជាអ្នកសុំទាននឹងបុគ្គលគ្មានក្តីសង្ឃឹមលោកហើយគេថាជាបុគ្គលអសមត្ថភាពទើបត្រូវមហារាជសូម្បីតែមហារាជពំពិសាក៏គោរពតាមអាវត្តព្រះអង្គដែរព្រះសង្ឃត្រកូលសច្ចវង្សក៏គោរពតាមព្រះអង្គដែរទូលបង្គំបានចូលទៅគាល់ព្រះពុទ្ធបានស្ដាប់ព្រះធម៌ទេសនាទូលបង្គំគោរពតាមផ្លូវព្រះអង្គព្រះពុទ្ធគឺជាបុគ្គលអស្ចារ្យបើព្រះពុទ្ធនិមន្តមកទីក្រុងសាវត្តីនេះដូច្នេះប្រជាជនអាចទទួលផលប្រយោជន៍ពីព្រះអង្គបានមិនអីទេពេលនេះយើងប្រគល់ព្រៃនោះទៅឲ្យលោកចោះសម្រាប់តែទីលានរត់ប៉ុណ្ណឹងទេប៉ុន្តែលោកត្រូវយកមាសប្រាក់មកក្រាលឲ្យសពពេញដីទៅយល់ព្រមក្រាបទូលមិនថាមានលក្ខខណ្ឌអ្វីទេឲ្យតែព្រះអង្គរាជអនុញ្ញាតលោកមានដីច្រើនកន្លែងទៀតនៅក្នុងព្រៃនេះលោកយកតែមាសប្រាក់មកក្រាលឲ្យសពដីទៅប៉ុន្តែព្រៃទាំងនេះវាជាសម្បត្តិព្រះនគរយើងដដែលលោកត្រូវចំណាយប្រាក់ឲ្យគ្រប់ម៉ែត្រទៅលើផ្ទៃដីអស់នេះបើប្រាក់របស់លោកក្រាលមិនសពដីទេលោកកុំសង្ឃឹមឲ្យសោះទូលបង្គំនឹងព្យាយាមអស់ពីសមត្ថភាពមហារាជខ្ញុំកណារន្ធត់ចិត្តណាស់នៅពេលដែលបានលើរឿងនេះកើតឡើងចំពោះសូដុកដែលប្រាសាទណាជាតិបានទៀមទាបែបនេះសូដុកមានអារម្មណ៍ដឹងច្បាស់ពីការសរសើររបស់គាត់បានបំពេញជំនឿរបស់គាត់បានហើយគាត់អាចរកមាសប្រាក់បានយកមករួយឲ្យគ្រប់ម៉ែត្រទៅលើផ្ទៃដីនោះហើយដីនោះក៏គ្របដណ្ដប់ទៅដោយមាសនៅក្នុងព្រៃស្រោងសូដុកបានយកទ្រព្យសម្បត្តិទាំងអស់ដើម្បីយកមាសប្រាក់ប្រើនៅទីនោះហើយក៏យកមករួយនៅលើផ្ទៃដីនោះសពទីកន្លែងទាំងអស់ដែរដើម្បីជាភាពជំនឿរបស់ញោមសូដុកទូលបង្គំបានយកមាសប្រាក់ក្រាលទៅលើផ្ទៃដីក្នុងព្រៃនេះអស់ហើយក្រាបទូលបង្គំមិនដែលជឿថាទូលបង្គំគ្មានសមត្ថភាពនោះទេនេះមកពីការគោរពរបស់ទូលបង្គំចំពោះព្រះពុទ្ធជាម្ចាស់ហើយទូលបង្គំសម្រេចបានដូច្នេះលោកពិតជាមានជំនឿជ្រះថ្លាចំពោះសិទ្ធិខ្លាំងណាស់ទើបលោកប្រមូលទ្រព្យសម្បត្តិខំរកអស់មួយជីវិតមកធ្វើបែបនេះព្រះអង្គមិនមែនជាសិទ្ធិទេក្រាបទូលព្រះអង្គកំពុងតែស្ថិតនៅក្នុងសភាពនៃការត្រាស់ដឹងហើយព្រះពុទ្ធគឺជាទ្រង់ញាណព្រះអង្គបានសម្រេចនៅព្រះសពញ្ញាណមិនថាព្រះពុទ្ធនិមន្តណាទេព្រះអង្គតែងតែមានពន្លឺឈរពណ៌រាំងសីចេញគ្រប់កន្លែងមហារាជបានឲ្យទូលបង្គំធ្វើអ្វីដែលទូលបង្គំពេញចិត្តហើយមិនធ្វើប្រហែសទៀតទ្រព្យសម្បត្តិគឺជាវត្ថុក្រៅខ្លួនទូលបង្គំទេវាគ្មានន័យសម្រាប់ទូលបង្គំទេមហារាជមនុស្សលោកគ្រប់រូបទាំងអស់ដែលរស់នៅព្រោះតែគេឈ្មោះរបស់ពួកគេញោមកំពុងតែស្វែងរក